តើវីដេអូប្រភេទណាដែលមាន view ច្រើនជាងគេហើយគេចូលចិត្តមើលខ្លាំងហើយរលួយបានច្រើនបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាមកកាន់ Channel YouTube ខ្ញុំបាទហើយថ្ងៃនេះក៏ជាវីដេអូថ្មីដែរហើយវីដេអូថ្ងៃនេះគឺតាក់ទងនឹងការធ្វើវីដេអូហើយក៏ជាការចាប់ផ្ដើមដំបូងសម្រាប់បងប្អូនណាដែលថ្មីគាត់ចង់បង្កើតនៅវីដេអូដើម្បីលុយនៅក្នុងបណ្ដាញសង្គមបាទប៉ុន្តែពួកគាត់អត់ដឹងថាបង្កើតវីដេអូបែបណាហើយវីដេអូប្រភេទណាត្រូវជាមួយនឹងការងាររបស់គាត់ប្រចាំថ្ងៃហើយឲ្យត្រូវជាមួយនឹងជំនាញរបស់គាត់ហើយឲ្យត្រូវជាមួយនឹងពេលវេលាដែលគាត់ត្រូវសុំស្រុកធ្វើខ្ញុំមកបកស្រាយទាំងអស់តែម្ដងបាទអូដែលមាន view ច្រើនជាងគេចូលចិត្តមើលខ្លាំងលុយបានច្រើននៅស្រុកយើងគឺមាន4 channel ដែលខ្ញុំយកមកបង្ហាញតែតាមក៏ប៉ុន្តែគឺមានច្រើនទៀតបងប្អូនអរគ្នាប៉ុន្តែខ្ញុំយកតែ4ចំណុចទេដែលសមជាមួយនឹងបងប្អូនត្រូវធ្វើប្រចាំថ្ងៃហើយសមជាមួយនឹងមុខជំនាញបងប្អូនអរគ្នាដែលអាចធ្វើបានបាទគឺ channel ទី1គឺ channel របស់បងស្រីផាច់channel មួយនេះគឺបងប្អូនស្គាល់ហើយក៏បងប្អូនធ្លាប់ឃើញដែរគាត់ធ្វើអំពីការធ្វើម្ហូបរបស់គាត់គាត់ធ្វើម្ហូបចែកអ្នកភូមិអីចឹងបងប្អូនអរគ្នាបាទគាត់ធ្វើវីដេអូបែបជារៀលបងប្អូនអរគ្នាបាទគឺពេញនិយមមែនតើគេមើលរាប់រយ K បាទហើយ channel ទី2គឺជា channel តារាកេបាទតារាកេគឺជា channel មួយដែលគាត់ធ្វើអំពីញ៉ាំមីគោកមីហិលហើយគ្រឿងសមុទ្រអីហ្នឹងបងប្អូនអរគ្នាបាទគឺពេញនិយមមែនតើអ្នកមើលដល់ K ដែរបងប្អូនអរគ្នាបាទគឺរលុយបានច្រើនដែរហ្នឹងបងប្អូនអរគ្នាបាទហើយ channel ទី3គឺជា channel របស់បង NASA S2A 24បាទchannel របស់គាត់គឺធ្វើវីដេអូបែបកំសាន្តធម្មតាបងប្អូនអរគ្នាបាទបែបញ៉ាំបែបកំសាន្តទៅតាមព្រៃបេះផ្លែឈើបែបហ្នឹងបងប្អូនអរគ្នាបាទតែបើវីដេអូរបស់គាត់គឺបងប្អូនអរគ្នាបាទគឺគេពេញនិយមមើលមែនតើបាទ4 channel ទី4គឺជា channel បងស្រីដែលចូលចិត្តឆាជាហ្នឹងបងប្អូនអរគ្នាបាទវីដេអូរបស់គាត់គឺអត់សូវនិយាយទេគឺបែបធ្វើកាយវិការបងប្អូនអរគ្នាប៉ុន្តែវីដេអូរបស់គាត់គឺរីករាលដាលទៅដល់ស្រុកគេបងប្អូនអរគ្នាមើលទាំងស្រុកគេមើលទាំងស្រុកខ្មែរបាទគាត់ក៏ដែរបងប្អូនអរគ្នាគេចូលចិត្តមើលច្រើនមែនតើវីដេអូដែលអត់និយាយវីដេអូដែលកាយវិការហើយអត់និយាយទេអញ្ចឹងគឺបរទេសគេក៏ចូលចិត្តមើលខ្មែរយើងក៏ចូលចិត្តមើលប៉ុន្តែបើសួរថាបានខ្ញុំអត់ធ្វើវីដេអូបែបហ្នឹងបងប្អូនអរគ្នាបាទដោយសារតែខ្ញុំអត់តមានពេលហើយក៏ខ្ញុំដែរធ្វើវីដេអូបែបហ្នឹងដែរបងប្អូនអរគ្នាបាទតែឥឡូវនេះគឺអត់តទេបងប្អូនអរគ្នាបាទធ្វើវីដេអូបែបបង្រៀនសិនដោយសារតែវាជាជំនាញហើយក៏ការចែករំលែកហើយវីដេអូដែលខ្ញុំធ្វើប្រចាំថ្ងៃហ្នឹងគឺជាការពេញចិត្តហើយជាការស្រឡាញ់ខ្ញុំធ្វើចេញពីបេះដូងដើម្បីបរៀនទៅដល់ពុកម៉ែបងប្អូនអរគ្នាដើម្បីឲ្យចេះធ្វើដូចខ្ញុំដើម្បីឲ្យមើលទៅ channel ទាំង4នេះបើសិនជា channel ណាដែលសមជាមួយនឹងបងប្អូនដែលត្រូវជាមួយនឹងពេលវេលាដែលបងប្អូនធ្វើតាមវីដេអូហ្នឹងឬមួយក៏សិក្សាពីវីដេអូហ្នឹងបន្ថែមដើម្បីបងប្អូនយកទៅធ្វើតាមបងប្អូនធ្វើការឲ្យគេឬមួយក៏បងប្អូនមានពេលទំនេរតិចតួចទេបងប្អូនធ្វើដូចពួកគាត់បានពួកគាត់ធ្វើរយៈពេល4-10នាទីបងប្អូនអរគ្នាគឺអត់យូរទេចំណូលក្រៅម៉ោងដែរបងប្អូនអរគ្នាបាទយើងក៏អាចពឹងតែប្រាក់ខែយើងមុខបានទេយើងត្រូវតែមានចំណេះជំនាញខាងក្រៅរកលុយខាងក្រៅទៀតដើម្បីផ្គត់ផ្គង់គ្រួសារបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍ហើយកុំភ្លេចជួយ like subscribe ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំអាប់ឡូតវីដេអូបន្តទៀតអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំពីដើមដល់ចប់